ในเราเยอะมาเยมันต่อเมเดียนตบะเยอะគឺមកដល់ពាក្យថាកម្មដ្ឋានមានពីរយ៉ាងគឺសមថកម្មដ្ឋាននិងវិបស្សនាកម្មដ្ឋានសមណកម្មដ្ឋានលោកឲ្យន័យស្មើគ្នានឹងពាក្យថាសមាធិកម្មដ្ឋានដែរសមថកម្មដ្ឋានចែកជាពីរបទគឺសមថសមថនិងកម្មដ្ឋានសមថប្រែថាចិត្តស្ងប់កម្មដ្ឋានប្រែថាហេតុជាទីតាំងនៃបរិកម្មភាវនារួមមកបានន័យថាហេតុជាទីតាំងតម្កល់នៃបរិកម្មសម្រាប់ធ្វើចិត្តឲ្យស្ងប់គឺធ្វើចិត្តឲ្យឃ្លាតឆ្ងាយចាកនិវរណៈដែលជាកិលេសធម៌ចម្រើនពរនិវរណៈធម៌មានន័យថាធម៌ជាគ្រឿងរារាំងមិនឲ្យកើតប្រាជ្ញាក្នុងការចម្រើនវិបស្សនាឬធម៌ដែលរារាំងផ្លូវចិត្តមិនឲ្យកើតសមាធិចិត្តមាន5យ៉ាងគឺ1កាមច្ឆន្ទៈសេចក្តីប្រាថ្នាក្នុងកិលេសកម្មនិងវត្ថុកម្ម2ជាបត្តៈសេចក្តីគំនុំអាឃាតចំពោះអារម្មណ៍មិនជាទីប្រាថ្នា3ថៃនមិត្តៈសេចក្តីធុញទ្រាន់និងងងុយជ្រុំហើរថាសេចក្តីច្រអូសកាយច្រអូសចិត្ត4ឧត្តចៈកកចៈសេចក្តីព្យាយាមសេចក្តីរាយមាយចិត្តនិងរំខានចិត្តឬថាសេចក្តីអណ្ដែតអណ្ដូងចិត្តនិងក្តៅក្រហាយចិត្ត5វិជេកិច្ឆានៅវិជេកិច្ឆាសេចក្តីសង្ស័យមិនឲ្យមិនអស់មិនហើយក្នុងចិត្តកាលដែលបុគ្គលយកកម្មដ្ឋានណាមួយមកបរិកម្មភាវនារហូតដល់ចិត្តស្ងប់នៅនិមរណៈនោះលោកហៅថាសមថៈដូច្នេះពាក្យថាសមថៈគឺជាឈ្មោះផលមួយដែលកើតចេញមកអំពីការបរិកម្មឬការភាវនាអនុមោទនា